ចូលមានទី2បាទអញ្ចឹងខ្ញុំចេញចូលចូលអស់ហើយបាទគ្រូអញ្ចឹងខ្ញុំសូមចូលជំហានទី2អញ្ចឹងចំណុចទី2គឺពាក់ព័ន្ធជាមួយនឹង tool ដែលប្រើនៅក្នុង Canva លោកគ្រូអ្នកគ្រូ tool នៅក្នុង Canva គឺសំខាន់មានថាមុននឹងយើងចាប់ផ្ដើមធ្វើអ្នកដែលជួបដំបូងបំផុតត្រូវតែស្គាល់អំពី tool tool នៅក្នុង Canva គឺលោកគ្រូអ្នកគ្រូចូលទៅឃើញផ្ទាំងអញ្ចឹងហើយប៉ុន្តែបើសិនជាករណីលោកគ្រូអ្នកគ្រូអត់ទាន់ធ្លាប់ធ្វើពីមុនកន្លែងពាក្យថា recent នេះអត់មានទេលោកគ្រូអ្នកគ្រូគឺទៅទេហ្មងស្អាតអត់មានស្លឹកកិច្ចការអីទេបាទប៉ុន្តែដោយសារ account ខ្ញុំធ្លាប់ប្រើអញ្ចឹង tool គឺមានលក្ខណៈសំខាន់គឺ tool ផ្នែកខាង Pixel នៅខាងឆ្វេង Pixel នេះគឺយើងនឹងប្រើប្រាស់វានៅពេលដែលយើងចូល slide គឺប្រើ Pixel នៅខាងឆ្វេងនឹងច្រើនហើយបន្ទាប់មកគឺមានជួរដេកបាទដែលលោកគ្រូឃើញនេះគេហៅថាផ្ទៃកាត់សុំទោសផ្លូវកាត់ចូលលឿនបាទអញ្ចឹងយើងចូលទៅលើអាហ្នឹងហើយនឹងមានអាមុខងារសំខាន់3នៅខាងលើនេះទៀតដែលប្រកបពេលខ្លះយើងអ្នកប្រើនឹងអត់បានចាប់អារម្មណ៍ទៅលើវាអញ្ចឹងខ្ញុំនឹងបង្ហាញម្ដងមួយយើងនិយាយអំពីជួរឆៅផ្នែកខាងឆ្វេងជាមុនសិនបាទអញ្ចឹងជួរឆៅផ្នែកខាងឆ្វេងមកជួរខាងឆ្វេងនេះតើវាប្រើសម្រាប់ធ្វើអីខ្លះបាទអញ្ចឹងសម្រាប់ទី1បាទលោកគ្រូអ្នកគ្រូនឹងឃើញមានបាទនេះបាទគឺប៊ូតុង create បាទអញ្ចឹងលោកគ្រូអ្នកគ្រូឃើញសញ្ញាបូកហ្នឹងគឺប៊ូតុង create នៅពេលណាដែលយើងចង់បង្កើតផ្ទាំងស្លឹកកិច្ចការយើងចង់បង្កើត slide ចង់បង្កើតអីមួយគឺលោកគ្រូអ្នកគ្រូនឹងចុចប៊ូតុង create ហ្នឹងបាទចុចទៅវានឹង load ចេញផ្ទាំងជាច្រើនទៀតបាទអញ្ចឹងទី1គឺ create បាទទី2គឺ home នៅពេលដែលលោកគ្រូអ្នកគ្រូចូលស្លឹកកិច្ចការអីមួយហើយយើងអត់ដឹងថាត្រឡប់ក្រោយកន្លែងណាចុចប៊ូតុង home នឹងទៅវានឹងចូលផ្ទាំងដើមដែលខ្ញុំកំពុងបង្ហាញជូនលោកគ្រូអ្នកគ្រូហើយទី3គឺ classroom នេះគឺខ្ញុំមិនដែលប្រើទេclassroom នេះវាស្តៀងទៅនឹង Google Classroom មានន័យថាលោកគ្រូអ្នកគ្រូ add សិស្សបញ្ចូលទៅក្នុង classroom ដែលយើងកំណត់ទៅហើយយើងដាក់កិច្ចការដល់អីចឹងទៅបាទពាក់ព័ន្ធជាមួយនឹង Canva ហើយបន្ទាប់មកទៀតគឺមាន project បាទ project ឬក៏ project ហ្នឹងគឺចង់សំដៅទៅលើឲ្យតែឯកសារឬក៏សញ្ញាកិច្ចការទាំងបដាដែលយើងធ្វើទាំងអស់នៅក្នុងហ្នឹងគឺនៅក្នុង project ហ្នឹងឯងនៅពេលដែលយើងធ្វើហើយលោកគ្រូមិនចាំបាច់ save ទេបិទ browser ចោលទៅបើកមកវិញចូលកន្លែង project ហ្នឹងវានឹង load ទាំងឲ្យយើងឃើញអំពីសញ្ញាកិច្ចការដែលយើងធ្លាប់ធ្វើពីមុនបន្ទាប់មកទៀតបានយើងចូលដល់ template បាទអញ្ចឹងចូលដល់ template នេះគឺសំដៅទៅលើ template អីដែលយើងចង់រកឧទាហរណ៍ថាលោកគ្រូចង់រក slide របស់គេចង់ទៅរកកិច្ចការរបស់គេចង់ទៅរក mind map របស់គេអីហ្នឹងគឺយើងរកនៅក្នុងហ្នឹងក៏បានដែរហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹង brand សម្រាប់ brand នេះគឺសម្រាប់លោកគ្រូអ្នកគ្រូ free គឺយើងប្រើបានទេសម្រាប់លោកគ្រូអ្នកគ្រូដែលបានជាវគណនេយ្យ education ក៏ប្រើអត់បានដែរលុះត្រាតែ admin ធំទៅប្រើបាន brand ហ្នឹងគឺទៅទៀតខ្ញុំបង្ហាញជូនមានន័យថាចេះ admin ធំឬក៏អ្នកដែលកាន់គណនេយ្យធំហ្នឹងគឺគាត់អាចមានសិទ្ធិបញ្ចូលដូចជាភាសាខ្មែរហ្វុនខ្មែរឬក៏ហ្វុនអីដែលគាត់ចង់បានឬក៏ចង់ផ្ដល់ទៅឲ្យសមាជិកហើយនឹងដាក់រូបភាព sticker ឬក៏រូបអីផ្សេងដែលពាក់ព័ន្ធជាមួយនឹងក្រុមរបស់គាត់គឺគាត់អាចបង្កើតបាននៅក្នុងហ្នឹងហើយបន្ទាប់មកទៀតគឺចូលដល់ Canva AI នេះគឺសំដៅទៅលើ AI ដែលមាននៅក្នុង Canva លោកគ្រូអ្នកគ្រូអាចប្រើប្រាស់បានហើយនឹងប៊ូតុងមកអញ្ចឹងប៊ូតុងមកលោកគ្រូចុចទៅគឺមើលមុខងារបន្ថែមទៀតហើយចុងក្រោយគេនេះគឺបាទប៊ូតុង notification បង្ហាញអំពីដំណឹងហើយនឹងគឺបាទ logo របស់យើងដែលយើងនឹងឃើញជាទូទៅលោកគ្រូអ្នកគ្រូនឹងអត់ឃើញមាន logo 2ជាន់ទេនឹងឃើញតែមួយសម្រាប់គណនេយ្យ free ហើយសម្រាប់ខ្ញុំមាន logo 2ជាន់នោះដោយសារអាផ្នែកខាងមុខគឺជា logo ផ្ទាល់ខ្លួនអាផ្នែកខាងក្រៅគឺជា theme របស់ខ្ញុំដែលខ្ញុំបានជាវគេយកមកប្រើប្រាស់នឹងបាទអញ្ចឹងឃើញ2ជាន់នោះមានថាជាគណនេយ្យ Canva ការពិតខ្ញុំទិញនេះ education ដែរតែលោកគ្រូមិនមែនជា Canva Pro ទេបាទអញ្ចឹងជួឆៅគឺមានប៉ុណ្ណឹងប៉ុន្តែយើងអត់សូវប្រើច្រើនទេបាទគ្រូអ្នកគ្រូដូចជាដៃស្លាយលោកគ្រូជួយស្រាយបាទជាឃើញដៃស្លាយអត់ឃើញខ្ញុំដូចជាអត់ដាច់លោកគ្រូដូចជាធម្មតាឃើញខាងគ្រូអត់ដាច់ទេគ្រូអត់ដាច់ទេបាទអញ្ចឹងបន្ទាប់មកទៀតខ្ញុំសូមបង្ហាញអំពីជួរដេកអញ្ចឹងជួរដេកគឺមាន2ធំជួរដេកនៅផ្នែកខាងលើលោកគ្រូអ្នកគ្រូអាចមើលបានទៅលើជួរដេកនេះអញ្ចឹងជួរដេកនៅផ្នែកខាងលើនេះបាទខ្ញុំសូមព្រីកឲ្យធំបន្តិចមានយក design នេះគឺចង់សំដៅទៅលើ project របស់យើងធ្វើដូចគ្នាដូចមុខងារ project
នៅខាងឆ្វេងនេះដែរអញ្ចឹងតែមួយឯពីហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូចុចផ្នែកខាងឆ្វេងក៏បានចុចផ្នែកខាងស្ដាំក៏បាននៅពេលដែលយើងចុចពាក្យ design យើងនឹងឃើញទាំងអស់អ្វីដែលយើង design នៅក្នុង Canva វា load មកតែម្ដងហើយទី2គឺ template នេះដូច template នៅផ្នែកខាងឆ្វេងដែរគឺមានន័យថាលោកគ្រូអ្នកគ្រូចង់រកអីមួយដូចជាចង់ទៅរក slide របស់គេយកមកប្រើចង់ទៅរក infographic របស់គេចង់ទៅរក mind map របស់គេយើងរកនៅកន្លែងហ្នឹងហើយនឹង Canva AI ដូចគ្នាទៅនឹងមុខងារនៅផ្នែកខាងឆ្វេងមិនដែរមុខងារ AI នេះគឺប្រើបានច្រើនលោកគ្រូអ្នកគ្រូអាចបង្កើតជា app អាចបង្កើតជាសំណួរពហុជ្រើសរើសអាចបង្កើតទៅជាខ្លឹមសារមេរៀនអាចបង្កើតទៅជាកូដអាចបង្កើតទៅជាអីច្រើនមែនតើនៅក្នុងហ្នឹងគឺអាចប្រើបានច្រើនបាទអញ្ចឹងកន្លែងហ្នឹងគឺមានប៉ុណ្ណឹង3ខាងលើហើយបន្ទាប់មកទៀតយើងទៅមើលផ្នែកខាងក្រោមអញ្ចឹងផ្នែកខាងក្រោមវិញគឺសំដៅទៅលើផ្លូវកាត់ដែលចូលលឿនបំផុតនៅក្នុង Canva កាលណាលោកគ្រូអ្នកគ្រូប្រើមុខងារអីច្រើននៅក្នុងហ្នឹងវានឹងលោតនៅផ្នែកខាងឆ្វេងបាទវាលោតហើយកន្លែងនេះគឺលោកគ្រូអ្នកគ្រូនឹងឃើញការបង្ហាញនេះគឺខុសគ្នាអាស្រ័យទៅលើគណនីរបស់លោកគ្រូអ្នកគ្រូប្រសិនបើលោកគ្រូអ្នកគ្រូថ្មីអាចឃើញអត់ដូចខ្ញុំទេជួនកាលលោកគ្រូអ្នកគ្រូនឹងឃើញមាន presentation នេះនៅផ្នែកខាងមុខវិញបាទអត់ឃើញដូចខ្ញុំទេហើយជួនកាលក៏ឃើញផ្ទៃផ្សេងប៉ុន្តែភាគច្រើនគឺ presentation អាចនៅជួរទី2ឬក៏ទី3នឹងឯងអញ្ចឹងមុនគេគឺ education ដែលពាក់ព័ន្ធជាមួយនឹងការអប់រំលោកគ្រូអាចចុចទៅហើយយើងទៅមើលតើបាទមានអីខ្លះចឹងទៅសួរលោកគ្រូបាទគ្រូខាងខ្ញុំដូចអត់ឃើញកម្មវិធីមួយហ្នឹងគ្រូឃើញមានក្រុម present បាទគ្រូដូចខ្ញុំបញ្ជាក់អញ្ចឹងមិនថាជាអាស្រ័យទៅលើគណនីរបស់យើងតាមបទពិសោធន៍នៃការប្រើប៉ុន្តែវាអត់បាត់ទៅណាទេលោកគ្រូចុចពាក្យ more នៅផ្នែកខាងនេះទៅឃើញទាំងអស់មុខងារដូចគ្នាទាំងអស់ហើយមានន័យថានៅកន្លែងហ្នឹងប្រសិនបើលោកគ្រូប្រើអីច្រើនគឺច្រើនវាលោតនៅខាងឆ្វេងគេហើយទីតាំងរបស់វាអាស្រ័យលើ account របស់យើងឬក៏គណនីរបស់យើងមានន័យថាបើសិនជាយើងប្រើ presentation ច្រើនវាលោតមកខាងមុខបើសិនជាយើងប្រើ word ច្រើនមុខងារ doc នេះវាលោតមកខាងមុខវិញអញ្ចឹងណាបាទចឹងខ្ញុំសូមចូលមួយចឹង education នេះគឺពាក់ព័ន្ធជាមួយនឹងការអប់រំលោកគ្រូចុចទៅនឹងឃើញមានការបង្កើតជា PowerPoint បង្កើតជាអីផ្សេងទៀតហើយទី2 presentation គឺជាមុខងារដែលខ្ញុំនឹងណែនាំនឹងបង្ហាញជូនលោកគ្រូប្រើបន្តិចទៀតហ្នឹងគឺ presentation នេះបើយើងនិយាយទៅគឺបទបង្ហាញហើយ presentation នៅក្នុង Canva គឺអាច support ជាមួយនឹង PowerPoint អញ្ចឹងប្រសិនបើករណីលោកគ្រូធ្វើនៅលើ Canva ហើយយើងទៅតាមខេត្តដាច់ស្រយាលយើងអាចទាញជា PowerPoint យកទៅប្រើបានទី3គឺមុខងារ social media នេះគឺចង់សំដៅទៅលើបណ្ដាញសង្គមដែលយើងបានប្រើប្រាស់ដូចជា Facebook ដូចជា YouTube ដូចជា Instagram ដូចជា TikTok អីផ្សេងអញ្ចឹងបើសិនជាលោកគ្រូមានបំណងឧទាហរណ៍ថាចេះចង់ edit រូបភាពផុសទៅលើ Facebook អញ្ចឹងចូលទៅក្នុង social media ហ្នឹងទៅវាមានគំរូរូបភាពនៅក្នុង Facebook ជា picture ឬក៏រូបផ្ដេកអញ្ចឹងបើសិនជាលោកគ្រូ edit ទៅលើអារូបដែលគេដាក់គំរូជូនហ្នឹងមានន័យថាយើងយកទៅផុស Facebook ទៅវាត្រូវជាមួយនឹង platform របស់ Facebook តែម្ដងគឺអត់នេះវាអត់ដាច់អញ្ញៃលោកគ្រូធ្លាប់ឃើញនៅក្នុង Facebook ជួនកាលរូបរបស់យើងថតទៅដាក់ចូលទៅស្រាប់តែដាច់ក្បាលដាច់សក់ដាច់ជើងអីចឹងទៅតែដល់ពេលយើងចុចទៅលើរូបហ្នឹងព្រិចធំវាអត់ដាច់អីទេអញ្ចឹងអាកន្លែងហ្នឹងវាលក្ខណៈពិសេសគឺត្រង់ថាវាដឹងអំពី platform របស់ Facebook ទំហំទៅតឹងប្រមាណផ្ដល់ប្រមាណអញ្ចឹងនៅពេលដែលយើងធ្វើនៅក្នុងហ្នឹងទៅធ្វើឲ្យតម្រូវជាមួយនឹង Facebook ហ្នឹងតែម្ដងទំហំរបស់វាហើយបន្ទាប់មកទៀតគឺវីដេអូនេះគឺលោកគ្រូអាចផលិតវីដេអូខ្លីៗបានទៅលើ Canva ហ្នឹងប៉ុន្តែខ្ញុំអត់ជំនាញខាងហ្នឹងទេលោកគ្រូចង់ផលិតវីដេអូឬក៏អីហ្នឹងគឺអាចសាកល្បងចូលប្រើតែខ្ញុំអត់ដែលប្រើទេដោយសារភាគច្រើនខ្ញុំប្រើ CapCut ហើយនិង Filmora បាទដោយសារខ្ញុំអត់ត្រូវការធ្វើវីដេអូអីផ្សេងខ្ញុំគ្រាន់តែ screen record អីទេតែអាចធ្វើវីដេអូបានហើយមុខងារបន្ទាប់មកទៀតគឺ doc នេះនៅពេលដែលគ្រូធ្វើវាហើយយើងទាញចេញអាច support ជាមួយនឹង Microsoft Word អញ្ចឹងមានថា doc បើយើងប្រៀបធៀបទៅ Microsoft Word ដូចជា Word អញ្ចឹងបាទដែលយើងអាចធ្វើបានហើយមុខងារមួយទៀតគឺ whiteboard អញ្ចឹងមុខងារ whiteboard ករណីដែលលោកគ្រូបរៀនសិស្ស online ហើយយើងមាន tablet ឬក៏ iPad អីហ្នឹងយើងអាចប្រើប្រាស់មុខងារ whiteboard នឹងបានបើសិនជាយើងអត់ចង់អស់លុយនៅក្នុងការទិញ app អីផ្សេងហើយអត់ចង់ប្រើមុខងារ Note original ចេញពី tablet ឬក៏ iPad របស់យើងហើយមុខងារបន្ទាប់មកទៀតនោះគឺ sheet នេះគឺសម្រាប់
ធ្វើដូចជា Excel អញ្ចឹងប៉ុន្តែលក្ខណៈពិសេសរបស់វាលោជាង Excel ត្រង់ថាវាមាន AI ជួយប៉ុន្តែវាអត់មានលក្ខណៈដូច Excel ទេ Excel មានថាយើងអាចចងជា macro ចងជារូបមន្តបានច្រើនប៉ុន្តែ SIP នៅកន្លែងហ្នឹងគឺវាអាចប្រើប្រាស់ស្តៀងមុខងារ Excel តែស្រាលដូចជាបូកដកគុណចែកដកភាគរយអីចឹងណាឬក៏បង្កើតក្រាបអីហ្នឹងបានប៉ុន្តែនៅថ្ងៃខាងមុខប្រហែលជាគេនឹង update ដោយសារ SIP នេះគេទើបតែដាក់បញ្ចូលដូចជាចុងឆ្នាំពាក់កណ្ដាលប្រហែលជាខ្ទង់ពាក់កណ្ដាល2025គេដាក់បញ្ចូលបន្ទាប់ពី COVID រួចរាល់ចប់សពគ្រប់បាទហើយមុខងារបន្ទាប់មកទៀតគឺ website នេះសម្រាប់អ្នកគ្រូបាទដែលគាត់លក់ផលិតផលអនឡាញយើងអត់ត្រូវការអ្នកចេះកូដ HTML អីទេលោកគ្រូអ្នកគ្រូចូលទៅ website រើស website គំរូមកឆ្លាញ់មួយណាហើយយើងដាក់រូបភាពយើងចូលនិងតម្លៃផលិតផលរបស់យើងចូលទៅនៅពេលដែលយើងកែរួចរាល់នៅលើ Canva យើងគ្រាន់តែចុចប៊ូតុង public បង្កើត domain website ហើយយើង copy អា link ហ្នឹងទៅផ្ញើទៅឲ្យអតិថិជនរបស់យើងទៅគេចុចបើកមើលដូច website ចឹងតែក៏ប៉ុន្តែយើងអត់ចេះ website ទេយើងអត់ចេះ code អីសម្រាប់ផលិត website ទេតែយើងអាចធ្វើបានប៉ុន្តែសម្រាប់គេអ្នកចេះគេគាត់នឹងមើលទៅដឹងហ្មងដូចខ្ញុំធ្លាប់ប្រើ Canva ចឹងគាត់មើលទៅដឹងថាលោកគ្រូអ្នកគ្រូធ្វើ website ចេញពី Canva ដោយសារវាមានកតុយរបស់វាគឺដូចជា Canva នៅខាងចុងកតុយហ្នឹងហ្មងយើងកែអត់បានទេហើយ Gmail នេះពាក់ព័ន្ធជាមួយនឹងការផ្ញើសារឲ្យផ្សេងតែខ្ញុំអត់ដែលប្រើទេលោកគ្រូអាចសាកល្បងបានហើយនឹងចុងក្រោយគេគឺ photo editor ពាក់ព័ន្ធជាមួយនឹងមុខងារកែរូបភាពបាទអញ្ចឹង Canva គឺមានមុខងារកែរូបភាពបានច្រើនពេលខ្លះទៅខ្ញុំប្រើលើទូរស័ព្ទដៃថតរូបបោះហើយប្រើតែ Canva ហ្នឹងឯងដើម្បី edit រូបថតបាទហើយបន្ទាប់មកបានចូលដល់មុខងារមួយទៀតគឺ resize សំទោស customize size នៅក្នុងមុខងារនេះគឺជាមុខងារមួយដែលយើងអាចកំណត់ទំហំ slide របស់យើងឧទាហរណ៍ថាលោកគ្រូអ្នកគ្រូចង់ផលិត slide ឬក៏ទាំងបដាអីមួយដូចជាយើងយកទៅតឹង1ម៉ែត្របដោយ1ម៉ែត្រទៅតឹងកន្លះម៉ែត្រអីហ្នឹងយើងអាចធ្វើនៅលើនឹងបានហើយយើងអាចយកទៅ print ជា poster ឬក៏ banner អីធំបានប៉ុន្តែវាមិនធំខ្លាំងដល់ថ្នាក់យើងធ្វើទៅតឹង10ម៉ែត្របដោយ20ម៉ែត្រអី30ម៉ែត្រអីអត់បានទេតែគាត់ថាយើងអាច customize style ដែលយើងត្រូវការបានដូចជាយើងចង់ធ្វើ poster តាំងពីពណ៌កូនសិស្សកម្ពស់1ម៉ែត្រកន្លះហើយទៅតឹង8តឹកឧទាហរណ៍ចឹងទៅយើងអាច customize នៅឡើយនឹងបានហើយបន្ទាប់មកទៀតគឺមានមុខងារនៅក្នុងការ upload នៅកន្លែងនេះលោកគ្រូអ្នកគ្រូអាច upload ប្រភេទ file បានច្រើនមិនថារូបភាព PDF PowerPoint Word អីទេយើងអាច upload បានហើយយើងយកវាមក edit នៅក្នុង Canva នឹងបានបាទហើយចុងក្រោយទៀតគឺ more នៅពេលដែលយើងចុច more ស្តៀងទៅនឹង education manager អញ្ចឹងវាកន្លែងមុខងារវាលោកគ្រូដូចតែគ្នាទេបាទនៅពេលដែលយើងឃើញផ្ទៃកាត់លឿនវាលោតនៅផ្នែកខាងលើនេះបាទជួដេកហ្នឹងខ្ញុំប្រើទៅលើហ្នឹងតែនៅពេលដែលយើងចុច more មកដូចតែគ្នាទេគឺចុចមកវាមានទាំងរបស់វាលោតឲ្យនេះបាទដូចកន្លែងនេះបាទអញ្ចឹងដូចគ្នាលោកគ្រូឃើញមាន education presentation social media អីជាដើមបាទអញ្ចឹងនៅកន្លែងហ្នឹងអ្វីដែលលោកគ្រូអ្នកគ្រូអាចចាប់អារម្មណ៍គឺខ្ញុំបង្ហាញជូនសម្រាប់យើងជាអ្នកអប់រំមានតែ3យ៉ាងសំខាន់អញ្ចឹងលោកគ្រូអ្នកគ្រូមិនបាច់ចាំមើលមុខងារផ្សេងទៀតក៏បានដែរទី1គឺ presentation សម្រាប់យើងជាគ្រូបរិញ្ញាបត្រហ្នឹងគឺយើងបង្កើត slide មុខងារទី2គឺ doc មានន័យថាបើយើងប្រៀបធៀបទៅ Microsoft គឺស្មើនឹង Microsoft Word ហើយនឹងទី3គឺស្មើនឹង Microsoft Excel គឺ sheet មានប៉ុណ្ណឹងហើយបើសិនជាលោកគ្រូអ្នកគ្រូដែលបរៀនអនឡាញអាចប្រើប្រាស់មុខងារ whiteboard នេះបានប៉ុន្តែនៅក្នុង2ថ្ងៃនេះខ្ញុំចែករំលែកជូនលោកគ្រូអ្នកគ្រូត្រឹមតែ presentation តែមួយគត់បាទគឺ tool presentation អញ្ចឹងយើងអត់និយាយ tool ផ្សេងទេហើយ tool ផ្សេងគឺខ្ញុំនឹងប្រហែលជាចំណាយពេលធ្វើវីដេអូឬក៏បើខ្ញុំមានពេលខ្ញុំនឹងចែករំលែកផ្សេងទៀតតែសំខាន់ខ្ញុំចែករំលែកនៅក្នុងថ្ងៃនេះគឺតែ presentation មួយទេអញ្ចឹងលោកគ្រូអ្នកគ្រូមានឆ្ងល់ tool ណាមួយទេបាទមានសួរទេបាទខាងនេះវាអត់មានពាក្យclassroom លោកគ្រូរបស់ខ្ញុំដឹងលោកគ្រូអ្នកគ្រូផ្សេងអញ្ចឹងអត់ទេ customize Zoom ហ៎លោកគ្រូ classroom នៅខាងឆ្វេងអា tool ខាងឆ្វេងអញ្ចឹងចាំមើលលោកគ្រូរួចរាល់លោកគ្រូ screenshot ឲ្យដាក់ចូលក្នុង Telegram មកលោកគ្រូដោយសារខ្ញុំអត់ឃើញដែរបាទបើលោកគ្រូក្រោម home គឺមាន classroom ហើយបាន project លោកគ្រូ
តែលោកគ្រូប្រកាសអត់មាន classroom ប្រកាសជាមាន class work អីបងដូចតែគ្នាទេ អត់ តែ មាន ប្រហែលជាអាចមាននៅកន្លែងនេះលោកគ្រូមិនបាច់ប្រើក៏បានវាអត់មានមុខងារអីច្រើននេះខ្ញុំចុចទៅលើ classroom ហ្នឹងមកនេះវាមានមួយចំនួនដែលយើងអាចបង្កើតថ្នាក់រៀនមានថាយើង create ថ្នាក់យើងដាក់ថ្នាក់ឲ្យកូនសិស្សប្រើប្រាស់ Canva ធ្វើការមួយយើងអញ្ចឹងណាប៉ុន្តែបើករណីកូនសិស្សយើងអត់ចេះប្រើ Canva លោកគ្រូបង្កើតអាហ្នឹងទៅក៏ពិបាកដែរអញ្ចឹងជំរឿនល្អយើងអាចប្រើប្រាស់ Telegram group ទៅហើយបើករណីកូនសិស្ស design អីយើងគ្រាន់តែ share link ទៅឲ្យកូនសិស្សធ្វើបានទេកូនសិស្សធ្វើឲ្យវាចូលក្នុងនេះរបស់យើងមកនៅក្នុងគណនី Canva របស់យើងហ្មងណាឧទាហរណ៍ថាខ្ញុំចង់ធ្វើ mind map ខ្ញុំ share ទៅ link mind map មួយទៅឲ្យសិស្សបំពេញទៅគាត់ធ្វើនៅលើហ្នឹងហើយយើងឃើញតែម្ដងបាទអរគុណច្រើនគ្រូ បាទលោកគ្រូអញ្ចឹងសម្រាប់ classroom នេះអត់អីទេលោកគ្រូមិនបាច់ប្រើទេបាទ គ្រូសុំសួរមួយគ្រូចំពោះកន្លែង photo editor ហ្នឹងយើងអាច edit សម្រាប់រូបថត 4x6 បិទកាតអីដូច Photoshop អីកើតទេលោកគ្រូ ធ្វើបានតែលោកគ្រូខ្ញុំធ្វើតញ្ញើដែរណាគាត់ថាអញ្ចេះតម្រូវឲ្យយើងថតឲ្យត្រង់សិនលោកគ្រូមានថាយើងថតឲ្យចំមុខថតឲ្យចំមុខអ្នកដែលនេះហ្នឹងដូចខ្ញុំឧទាហរណ៍មួយនេះគ្រូសិទ្ធិលើពេជ្រនេះរូបដើមគាត់អញ្ចេះខ្ញុំឧទាហរណ៍ជាក់ស្ដែងកាលនោះខ្ញុំទៅសាលាចែកម្លែកជូនគាត់ហ្នឹងថតឲ្យគាត់កងអង្គុយមួយណាហើយយើងនេះយើង edit បាទបន្ទាប់ពី edit ហើយតែដោយសារខ្ញុំថតបច្ឆាដល់ពេលអញ្ចឹងទៅគឺមើលទៅយើងរៀនបច្ឆាតែលោកគ្រូអាច edit បានឲ្យទៅថតចំពីមុខគាត់ណាឬក៏មួយទៀតលោកគ្រូយករូបរបស់គាត់ generate នៅក្នុង Gemini សិនឲ្យត្រង់ឲ្យស្មើសិនទៅហើយចាំដាក់ដូរផ្ទៃអានេះផ្ទៃនេះខ្ញុំដូរពណ៌ទៅនេះផ្ទៃខាងក្រោយនេះអាចដូរពណ៌បានចង់ក្រហមចង់ខៀវចង់អីដូរបានប្រយ័ត្នច្រឡំស្លេចរូបមនុស្សបាទតែនេះយើងអាចដូរបានយើងចង់ដូរពណ៌ដូរអីចឹងណាបាទអញ្ចឹងលោកគ្រូចំពោះ Gemini ពេលដែលយើងផាសព្រមចូលទៅវា convert ទៅជារូបថតស្លឹកបិទកាតអីចឹងទៅប៉ុន្តែគាត់ថាមានភាពប្រែប្រួលទៅលើទម្រង់មុខអីចឹងបាទចំពោះកម្មវិធី Canva នេះវិញចំណែក photo editor ហ្នឹងវាអាចជួយអីបានខ្លះទៅលើការកែប្រែរូបនិងអាចថាវាល្អជាង Gemini ឬក៏យ៉ាងម៉េចដែរលោកគ្រូចំពោះបទពិសោធន៍លោកគ្រូវិញសូមចែកម្លែកអាហ្នឹងតិចបាទលោកគ្រូពេលហ្នឹងយើងអត់ប្រៀបធៀបគ្នាទេដោយសារ Gemini វាជាប្រភេទ AI មួយលក្ខណៈជាឆាតដែលមានថាយើងអាចឆ្លើយឆ្លងផ្ទាល់មានថាគេហៅថាឆាតមួយដែលស្តៀងទៅនឹងមនុស្សដែលយើងសួរឆ្លើយអញ្ចឹងតែដល់ពេល Canva នេះវិញវាគឺជាមុខងារឬក៏ជាកម្មវិធីដែលមានលក្ខណៈជាក់លាក់មួយទៅលើមុខងារឧទាហរណ៍ដូចជាយើងបង្កើត presentation អញ្ចឹងនៅក្នុងហ្នឹងគឺមានថាវាមាន tool ជាច្រើនដែលពាក់ព័ន្ធជាមួយនឹងបង្កើតបទបង្ហាញដល់ពេល edit រូបភាពនេះមានន័យថាវាមាន tool ស្តៀងទៅនឹងកម្មវិធី edit រូបភាពលោកគ្រូកន្លែងហ្នឹងណាមានន័យថាវាអត់មានមុខងារទៅ generate អានឹងឲ្យចេញទេតែខ្ញុំគិតថាប្រហែលជាមួយឆ្នាំ2ឆ្នាំទៀត Canva នឹងតម្លាក់មុខងារ generate រូបនឹងចូលមកហើយតែបច្ចុប្បន្ននេះអត់មានទេប៉ុន្តែមានន័យថាចេះលោកគ្រូអ្នកគ្រូធ្លាប់ប្រើ tool អីដែល edit រូបដូចជាប្រើការពីមុនកាមេរ៉ា360ឧទាហរណ៍អញ្ចឹងអាហ្នឹងវាមានមុខងារច្រើននៅក្នុងការកំណត់ដូចជាការលុបផ្ទៃខាងក្រោយលឿនដូចជាការបដូរផ្ទៃខាងក្រោយអញ្ចឹងកន្លែងហ្នឹងវាធ្វើរូបថតកាតបានប៉ុន្តែករណីដែលយើងចង់ត្រឹមតែបដូរពណ៌ឬក៏ edit មុខឲ្យរាងសជាងមុនឲ្យមានពន្លឺខ្លាំងជាងមុនតែប៉ុណ្្នឹងឯងប៉ុន្តែវាអត់ខ្លាំងដូច Photoshop ទេ Photoshop គេអាចកាត់តបានច្រើនណាអញ្ចឹងនៅកន្លែងហ្នឹងវាមាន tool មួយចំនួនដែលយើងប្រើបានប៉ុន្តែវាមិនគេហៅថា professional ដោយកម្មវិធី Adobe Lightroom ឬក៏ Photoshop ទេលោកគ្រូតែយើងអាច edit បានមួយចំនួននិយាយទៅវាមាន tool សម្រាប់ edit រូបប៉ុន្តែมันមានគ្រប់លក្ខណៈដែលយើងចង់បានទេនេះលោកគ្រូវាមានមុខងារ generate background នេះលោកគ្រូគាត់ទៅ save prompt ចូលទៅ background វា generate ឲ្យតែរូបនេះវាអត់ generate ទេនេះ